ត្រីចំណាស់ម្នាក់មានឈ្មោះថាមីងច្រាប់ដែលជាអ្នកមើលការខុសត្រូវរោងកាន់ស្រូវនៅក្នុងភូមិមីងច្រាប់នេះមានចិត្តមិនសូវល្អប្រហែលឡើយតែអ្នកនៅក្នុងភូមិតែងតែមកសុំខ្ចីស្រូវរបស់គាត់យកទៅធ្វើពូជជារឿយហឺឯនេះគឺពិតជាឆ្ងល់ខ្លាំងណាស់រឿងអ្នកភូមិនេះមកខ្ចីធ្វើរឹកឡើងស្រួលដល់ពេលអញទៅទាវិញនិយាយពីថាពិបាកអើយពិបាកយ៉ាប់មែនអ្នកភូមិអស់នេះបងច្រាប់អើយសុខសប្បាយដែរទេបងខ្ញុំមកនេះមានការចាំមកពឹងពាក់បងបន្តិចបានទេជីហើយចុះនាងនូនឯងនេះមកតាំងពីពេលណាហ្នឹងមិនក៏យើងមិនដឹងសាច់អញ្ចឹងមករកខ្ចីស្រូវយើងមកធ្វើពូជទៀតហើយនោះហ៎បងច្រាប់នេះក៏ពិតជាឆ្លាតណាស់ខ្ញុំមិនតាន់បាននិយាយអីផងបងក៏ដឹងមិនបាត់ទៅហើយខ្ញុំខ្វះលុយទិញពូជស្រូវក៏ចាំមកពឹងពាក់បងត្រឹមរដូវនេះទេកាលបើបាត់ផនដល់ពេលនេះខ្ញុំនឹងយកមកសងបងវិញភ្លាមយើងមិនទៅចិត្តអាក្រក់អ្វីនោះទេប៉ុន្តែអ្នកភូមិខ្លាំងខ្ចីហើយក៏រត់បានអ្នកខ្លះទៀតទៅទាហើយក៏មិនអោយតែស្រីនូនឯងគឺជាមនុស្សល្អនៅក្នុងភូមិអញ្ចឹងហើយយើងឲ្យខ្ចីម្ដងចឹងគ្រាន់តែថាពេលសងត្រឡប់មកវិញជួយឲ្យលើសច្រើនបន្តិចមកណាមីងច្រឹមក៏បានឲ្យគេលើកស្រូវប្រមាណបើឲ្យទៅស្រីនូនយកទៅធ្វើស្រូវពូជដោយមីងច្រឹមបាននិយាយថាបើមិនបានសងត្រឡប់ទៅវិញគ្រប់ចំនួននោះទេគាត់នឹងធ្វើការរឹបអស់គោក្របីឬក៏របស់មានតម្លៃរបស់ស្រីនូនជាក់ជាមិនខានឡើយនូនអូនយើងខិតខំប្រឹងប្រែងធ្វើស្រែស្រូវនេះចិត្តបានផលទៅហើយបងខំក្រោកតាំងពីព្រលឹមរាល់ថ្ងៃអូនក៏ហត់នឿយរៀបចំបាយទឹកហើយនៅមកតាមជួយបងទៀតបងកុំនិយាយបែបហ្នឹងឯងជាប្តីប្រពន្ធនឹងគ្នាត្រូវតែចេះជួយគ្នាហត់នៅបន្តិចបន្តួចវាមិនមែនជាបញ្ហាដូចជាយើងក្រៃក្រឡើយអ្នកភូមិផងគេនឹងអាចនិយាយថាគ្មានត្រាប្រណីហ្នឹងមែនហើយអូនបើយើងក្រសូម្បីតែទិញរបស់ថ្មីសម្រាប់ប្រើប្រាស់ក៏គេនិយាយថាយើងគឺជាមនុស្សសម្ភារៈនិយមដែរតែបងមិនខ្វល់នឹងសម្ដីរបស់គេទេបងកុំតែកាត់ច្រើនអីប៉ុន្មានខែទៀតស្រូវរបស់ពួកយើងបានផលហើយយើងលោកបានផលចំណេញយកដើមសមមិនច្រាប់អីអស់ទុកប្រាក់ដល់ចំណេញនោះប្រើប្រាស់ទិញស្រូវពូជពីគាត់ក៏បាននិយាយដល់មិនច្រាប់នោះបងដូចជាមិនសូវទុកចិត្តគាត់សោះគាត់និយាយម្ដងបាត់ដៃខ្នងដៃអញ្ចឹងបងពិបាកចិត្តណាស់ខ្លាចក្រែងតែមានបញ្ហាជាមួយគាត់ទេអូនសង្ឃឹមថាវានឹងមិនអីទៅចាស់មិនច្រាប់គាត់ច្រឡោឲ្យយើងខ្ចីហេតុនេះពួកយើងត្រូវតែដឹងគុណគាត់ទោះបីជាគាត់យ៉ាងណាក៏ដោយចំពោះអ្នកដទៃឲ្យយើងកុំតន់ខ្វល់អីបងតាបងយើងត្រឡប់ទៅផ្ទះវិញតែល្ងាចណាស់ទៅហើយអស់រយៈពេលប្រហែលខែកន្លងផុតទៅប្តីប្រពន្ធទាំងពីរក៏បានប្រមូលផលស្រូវបានអង្គរាប់តោនពួកគេទាំងពីរក៏បានខិតខំមនីយកស្រូវនិងកាន់ធ្វើជាអង្គខ្លះយកមកលក់នៅឯទីផ្សារពូមីងពុកម៉ែបងប្អូនអើយអង្គស្រូវថ្មីដាំបាយឆ្ងាញ់ណាស់ជួយទិញម្នាក់មកបេតេងតន់មាននៅសល់ច្រើនតាមតិចទៀតរកអង្គល្អបាត់នេះគឺមិនបានទេណាអង្គរបស់ពួកយើងដូចជាលោកអស់ច្រើនហើយអូនមើលទេអ្នកភូមិចេញចូលគ្មានដាច់សោះបងពិតជាសប្បាយចិត្តណាស់បើបានបែបនេះរហូតមិនដឹងជាល្អយ៉ាងណានោះទេណែក្មួយទាំងពីរមីងរកចែកអង្គតែប្រហែលគីឡូទេតើអាចចែកឲ្យមីងខ្លះបានទេព្រោះមីងគ្មានលុយទិញដល់មួយបេទេបើបានក្មួយចែកឲ្យខ្លាំងមីងយកទុកដាំបាយល្ងាចនេះណាមីងសនតែចាត់កំណាញ់អីទៅមីងចែកតែ1គីឡូក៏ខ្ញុំលក់ឲ្យដែរជាអ្នកភូមិផលរបស់ជាមួយគ្នាខ្ញុំមិនណាទៅចិត្តដាច់មិនចែកឲ្យមីងនឹងមីងក៏ចេះតែខ្លាញ់ពីព្រោះថាថ្ងៃមុននេះមីងទៅសុំចែកអង្គពីផ្ទះកញ្ច្រាប់ដែរតែគេមិនលក់ឲ្យសោះស្រូវក៏មានច្រើនអង្គក៏ពេញផ្ទះតែគេមិនចែកឲ្យទេអូបាទមីងប្រហែលជាគេលក់តែមួយបេហើយអញ្ចឹងទេគេខ្ជិលលក់រាយជាគីឡូមិនអីទេមីងចាំខ្ញុំឲ្យប្រពន្ធរបស់ខ្ញុំថ្លឹងឲ្យមីងហើយក៏នឹងជូនមីងបន្ថែមប្រហែលគីឡូទៀតអូពិតជាអរគុណក្មួយច្រើនណាស់ក្មួយទាំងពីរមានចិត្តបន់តាំងពីដើមមកមនុស្សល្អបែបនេះរកស៊ីកាក់កបណាស់មីងកំពុងតែអត់ផងបើបានក្មួយថែមឲ្យអញ្ចឹងមីងគឺពិតជាសប្បាយចិត្តណាស់ណាចាមីងជាមនុស្សត្រូវមានចិត្តល្អចំពោះមនុស្សជំនវិញខ្លួនកុំតែចិត្តកំណាញ់នឹងរបស់ក្រៅខ្លួនពេកវាគ្មានតែមានបានអីណាស់ណាទេនេះមីងក៏ខ្ញុំខ្លាំងរួចហើយមីងចេញយកទៅចាស់មនុស្សម្នាបានទិញស្រូវអង្គនៅកន្លែងស្រីនូនដាច់អស់គ្មានសោះសំបីតែមួយបេសោះឡើយរំពេចនោះមីងច្រាប់ក៏បានមកផ្សារហើយក៏បានដឹងពីការលក់ចំណេញឆាប់រហ័សរបស់ពីរអ្នកប្តីប្រពន្ធនេះផងដែរយើពីរអ្នកប្តីប្រពន្ធនេះលក់ចំណេញបានច្រើនណាស់នឹងចិត្តដល់ថ្ងៃសពបំណុលអញហើយចាំមើលណាតើពីរអ្នកវានេះ
សងស្រួលឬក៏ពិបាកទិញប៉ុន្មានថ្ងៃបានកន្លងផុតទិញមីងច្រឹមបានទៅមើលផ្លូវរបស់ពីរអ្នកប្តីប្រពន្ធនោះមិនឃើញយកបំណុលមកសងសោះទើបគាត់មានគំនិតក្តៅក្រហាយជាខ្លាំងយ៉ាពីរអ្នកនេះពេលមកខ្ចីពិតជាអោនលំទូនដល់ពេលបានផាត់ចំណេញក៏បាត់ស្ងាត់ឲ្យសូនឈឹងបាត់តែបែបនេះមើលទិញយើងនឹងមិនឲ្យអ្នកណាខ្ចីទៀតនោះទេមិនច្រាប់ខ្ញុំយកបំណុលមកសងមីងហើយមិនកំពុងតែធ្វើអីហ្នឹងឃើញរអូតែម្នាក់ឯងហ្នឹងយើងមិនទៅរអូអ្វីទេគ្រាន់តែថាឆ្ងល់ឃើញអ្នកខ្លះលោកបានផាត់ចំណេញច្រើនក៏បាត់ស្ងាត់ឲ្យឈឹងថ្ងៃនេះហើយមិនទាន់ឃើញមកសងទៀតអ្នកមីងចិត្តតិចសិនមើលខ្ញុំយកមកសងហើយកុំទាន់តែនិយាយបញ្ឆិតបញ្ឈៀងអីនេះខ្ញុំសងប្រាក់ឲ្យលើចំនួនតិចផងមីងចិត្តតិចសិនទេយើងមិនសុខចិត្តទេប្រាក់នេះឯងលោកបានផាត់ចំណេញច្រើនគូសំដែងមិនបានជាឯងឲ្យយើងលើសតែប៉ុណ្ណឹងគូណាស់តែដឹងគុណយើងហើយឲ្យយើងលើសពាក់កណ្ដាលអីមកមីងនេះខ្ញុំបានឲ្យលើសតែហែងមីងនៅតែយកបន្ថែមទៀតដូចជាមិនសមហេតុផលនោះទេនេះពួកឯងមិនសុខចិត្តទេអីប្រាក់បានផាត់ចំណេញឲ្យមួយកំណៅមិនក៏ចិត្តកំណាញ់គ្រាន់តែយើងសុំថែមពាក់កណ្ដាលនោះខ្ញុំបានខ្ចីយកទៅមែនតែខ្ញុំក៏បានសងគ្រប់ចំនួនវិញហើយក៏បានឲ្យលើទៅទៀតហេតុអ្វីមិញចង់សុំបន្ថែមបែបនេះដោយសារការចែកចាយវិញ្ញាណគ្នាមិនដាច់ស្រេចពីអ្នកប្តីប្រពន្ធក៏បានប្តឹងទៅកាន់មេភូមិឲ្យជួយដោះស្រាយរឿងនេះលោកមេភូមិជួយមើលស្ដាប់តាមដំណើររឿងនេះទៅអ្នកណាខុសអ្នកណាត្រូវហើយខ្ញុំនេះខំមានសន្តានចិត្តប៉ុណ្ណឹងហើយនៅតែគេមើលមិនឃើញទៀតលោកមេភូមិជួយដោះស្រាយផងទៅបានហើយអ្នកច្រំរឿងនេះវាគ្មានអ្នកណាខុសអ្នកណាត្រូវនោះទេក៏ប៉ុន្តែអ្នកច្រាប់ឯងទៅទៀមទាប្រាក់ដែលគេខិតខំធ្វើស្រែបាននោះលើហូរហេតុពេកធ្វើអីទៅនេះលោកមេភូមិក៏កាន់ជើងពួកនោះដែរអីឬមកក៏មានគេយកថ្លៃទឹកតែមកឲ្យទេដឹងខ្ញុំដូចជាមកតែចង់បានប្រាក់ពួកនោះអីពេកទេគ្រាន់តែពាក់កណ្ដាលមានអីធំដុំតែការដែលអ្នកច្រាប់ឯងចង់បាននេះវាហូរហេតុពេកណាស់ទៅហើយគេបានខ្ចីស្រូវរបស់អ្នកច្រាប់ឯងក៏ពិតមែនតែគេក៏បានយកមកសងវិញគ្រប់ចំនួនមីងច្រាំបើកូនណាដែលចង់បានរបស់គេបែបនេះរស់នៅមិនបានសុខទេមីងនេះបើមីងព្រមទទួលសំណងខ្ញុំវិញខ្ញុំនឹងឲ្យឥឡូវនេះតើបើមិនព្រមទទួលទេនាងឯងនេះក្មេងទេតើចង់បដៅចាស់យើងសុកចិត្តយកប្រាក់តាមចំនួនកំណត់ក៏បានណាស់ហើយចាស់យើងឲ្យហោសកម្មឲ្យនាងទៅចឹងប្រាក់ប៉ុណ្ណឹងយើងមិនខ្វះនោះទេអ្នកច្រាប់ឯងនេះប្រាក់មានមិនខ្វះហើយនៅឡើយចង់បានរបស់គេបន្ថែមទៀតបានហើយទទួលសំណងនេះរួចបញ្ចប់បញ្ហាតែត្រឹមនេះទៅហើយក៏ពិតជាអរគុណណាស់ដែលបានឲ្យអ្នកស្រុកអ្នកភូមិខ្ចីស្រូវយកមកធ្វើពូជតែកុំទៀមទាចង់បានរបស់គេលើចំនួនបំណុលទៀតណាមិញច្រឹមក៏បានព្រមទទួលសំណងទាំងអស់តាមការកំណត់ហើយគាត់ក៏បានការចិត្តគំនិតឡើងចង់បានរបស់គេទៀតដែរ